អូខេជំរាបសួរបងប្អូនអរគ្នាអញ្ចឹងខ្ញុំមានកលិះមួយដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់យើងក្នុងការបដូរពុម្ពអក្សរភាសាអង់គ្លេសដែលលាយជាមួយខ្មែរអញ្ចឹងគឺយើងបដូរម្ដងបានទាំងអស់កុំឲ្យយើងពិបាក select ដូរម្ដងមួយច្រើនណាអញ្ចឹងនៅក្នុងវិធីសាស្ត្រនេះគឺវាងាយហើយវាចំណេញពេលហើយយើងអត់ស្មុគស្មាញក្នុងការដូរពុម្ពអក្សរហ្នឹងទេអញ្ចឹងឧទាហរណ៍ថាអត្ថបទនេះវាមានខ្មែរផងហើយវាមានអង់គ្លេសផងលាយអញ្ចឹងតែពុម្ពអក្សរនេះយើងចង់ដូរវាទៅជាពុម្ពអក្សរ Times New Roman អញ្ចឹងណា ហ្នឹងហើយយើងអត់ចង់បានពុម្ពអក្សរហ្នឹងទេអញ្ចឹងយើងអាចប្រើប្រាស់តាមវិធីសាស្ត្រនេះបានទីមួយគឺខ្ញុំធ្វើការ select ទៅលើអត្ថបទហ្នឹងអូខេបន្ទាប់មកទៀតខ្ញុំចុច Ctrl H យើងប្រើ Ctrl H ចូលមកកន្លែងនេះពាក្យដែលកន្លែង Find នេះអញ្ចឹងកន្លែងនេះយើងចុច Find ហើយកន្លែងនេះយើងថយយើងវាយពងកញ្ចក់គៀបយើងដាក់ A ដកសិត A ដកសិតហើយយើងដាក់គៀបហើយកុំភ្លេចបិទពងកញ្ចក់វិញអូខេប៉ុណ្ណឹងហើយបន្ទាប់មកទៀតយើងមើលមកខាងក្រោមកន្លែងនេះយើងចុច more យកពាក្យyou wildcards អូខេហើយបន្ទាប់មកទៀតយើងចូលមកកាន់កន្លែង replace with អញ្ចឹងកន្លែងនេះបងប្អូនអាចវាយ slash លេខ1អូខេស្លាកបាយទៅខាងនោះហើយបន្ទាប់មកទៀតបងប្អូនចុចកន្លែង replace នេះយើងចុចយក format ចុចយក format ហើយយើងយកពុម្ពអក្សរ font យកពាក្យថា font អូខេហើយបន្ទាប់មកទៀតវាបង្ហាញអានេះយើងមើលមកកន្លែង Latin text នេះយើងចុចយកពុម្ពអក្សរ Times New Roman មកនេះដោយសារអីដោយសារខ្ញុំចង់បានពុម្ពអក្សរនេះអញ្ចឹងចុចចំនឹងមកអូខេហើយបន្ទាប់មកទៀតទំហំវាចង់បានប៉ុណ្ណាយើងយក12អញ្ចឹងឧទាហរណ៍ណាហ្នឹងហើយដាក់12ហើយខ្ញុំចុចអូខេអូខេបន្ទាប់ពីចុចអូខេហើយបងប្អូនត្រូវមើលមកកន្លែងreplace មិញហ្នឹងបន្ទាប់ពីយើងបំពេញសញ្ញា slash លេខ1ហើយយើងចុចមកកន្លែងពាក្យថា replace all ចុចកន្លែងនេះមកអូខេអញ្ចឹងនៅពេលនោះគឺរាល់ពាក្យអង់គ្លេសទាំងអស់គឺវាដូរទៅឲ្យយើងហើយនេះបងប្អូនឃើញកន្លែងគ្រប់ពាក្យអង់គ្លេសទាំងអស់គឺវាដូរទៅជាពុម្ពអក្សរ Times New Roman ឲ្យយើងហើយអញ្ចឹងណាហ្នឹងហើយឃើញទេនេះអូខេនេះចេញមក Times New Roman អញ្ចឹងភាសាខ្មែរគឺវាអត់ប្រែប្រួលទេយើងចុចតែម្ដងគឺយើងដូរបានមិនថាវានៅច្រើនទំព័រអីទេគឺយើងអាចប្រើប្រាស់វិធីសាស្ត្រនោះបានតែអត់ Times New Roman ទាំងអស់ប៉ុន្តែនៅក្នុងនេះបើសិនជាលេខយើងចង់ឲ្យចេញ Times New Roman ដែរអាហ្នឹងវាត្រូវយើងបន្ថែមអឺ key មួយចំនួនទៀតអញ្ចឹងណាយើងត្រូវបន្ថែមគ្រាប់ចុចចូលទៅក្នុងនឹងបន្ថែមទៀតអូខេអញ្ចឹងដើម្បីដាក់វាចេញទាំងលេខដែរខ្ញុំធ្វើការ select វាហើយបន្ទាប់មកទៀតបងប្អូនត្រូវចុច Ctrl A ទៅដែរយ៉ាងកន្លែងកូដហ្នឹងគឺបងប្អូនធ្វើការផ្លាស់ប្ដូរវាគ្រាន់ថែម0យើងគ្រាន់ថែម0នៅបន្ទាប់ពី set ហ្នឹងមកអូខេហើយដាក់លោកឲ្យដាក់19បានន័យថា0 19អញ្ចឹងយើងដាក់បន្ថែមអញ្ចឹងទៅយើងអត់ចាំបាច់ធ្វើអីច្រើនទៀតទេអានេះយើងគ្រាន់តែចុចreplace all មកនឹងចុច OK មកអូខេទៀតខ្វះអញ្ចឹងយើងទៅមើលលេខទាំងអស់គ្នាគឺវាឆេងទៅជា Times New Roman ទាំងអស់អូខេនេះយើងមើលឃើញនៅកន្លែងនេះគឺវា Times New Roman ទាំងអស់ទាំងអត្ថបទទាំងអក្សរទាំងលេខអញ្ចឹងណាអញ្ចឹងគឺវាធ្វើការឆេងទាំងអស់អូខេហើយនេះគឺជាវិធីសាស្ត្រងាយស្រួលដើម្បីកុំឲ្យយើងពិបាកក្នុងការធ្វើការ select ហើយដូរម្ដងមួយអញ្ចឹងទៅនេះយើងមើលកូដម្ដងទៀតគឺយើងគ្រាន់ដាក់ដូចទម្រង់ដើមហើយគ្រាន់ថែម0ទៅដល់លេខ9ទៅគឺវាឆេងទាំងអស់ហើយបើសិនមកបងប្អូនចង់ធ្វើម្ដងទាំងអស់យើងមិនបាច់ចាំចូលធ្វើ2ដងដូចខ្ញុំក៏បានដែរយើងចុចតែម្ដងទៅយើងដាក់សរុបរួមទាំងអស់ទៅគឺវាដំណើរការអូខេអញ្ចឹងណាហ្នឹងហើយដោយសារតែប្រសិនបើយើងនៅធ្វើការលក្ខណៈថាយើង select ពាក្យមួយហើយដូរគ្រប់ពាក្យទាំងអស់
គ្រប់ទំព័រទាំងអស់គឺវាចំណាយពេលយូរវាចំណាយពេលយូរមែនទែននៅក្នុងការដូរតម្រាំតែគ្រប់ទំព័រគ្រប់ស្លឹកហ្នឹងគឺយើងអាច stress ដែរអូខេហើយយើងពេលខ្លះវាអាចគ្រប់ជ្រុងជ្រោយឧទាហរណ៍យើង select អញ្ចឹងដូរម្ដងមួយរហូតឬក៏ប្រើ format painter អស់វាក៏វានៅចំណាយពេលយូរដែរអញ្ចឹងប្រសិនបើបងប្អូនអរគ្នាចេះប្រើប្រាស់វិធីសាស្ត្រនេះគឺយើងងាយមែនតើនៅក្នុងការដូរពុម្ពអក្សរដែលមានអង់គ្លេសលាយជាមួយភាសាខ្មែរយើងចង់ដូរតែជាភាសាអង់គ្លេសអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកបងប្អូនអរគ្នាយើងជួបគ្នាវីដេអូក្រោយបន្តទៀតបាទសូមអរគុណច្រើន